តាមអាវដាក់មេនំប៉ាវយើងពីថងមេហ្នឹងវានៅក្នុងម្សៅនំប៉ាវហ្នឹងស្ករសនេះបើស្ពីបាយអំបិលពីមកស្ពីផ្លែហ្វេមកស្ពីហ្វេនេះពីស្ពីបាយប្រេងអូលីវហើយយើងកូរវាឲ្យទុកវាមួយឡែកក្រាបវាទុកមួយឡែកហើយយើងទៅលាយម្សៅស្ងួតនេះម្សៅមីយើងធ្វើមកអីក៏បានដែរប៉ុន្តែខ្ញុំប្រើមកម្សៅក៏មានរូបនំប៉ាវមួយហើយយើងដាក់ baking powder យើងចង់ប្រើមកអីក៏បានតែខ្ញុំចូលចិត្តប្រើមកនេះ2ស្លាបព្រាកាហ្វេយើងដាក់2ស្លាបព្រាកាហ្វេលាយជាមួយនឹងម្សៅស្ងួតយើងឲ្យវាសក់សិនចាំយើងចាក់ទឹកមួយនឹងចូលឥឡូវយើងចាក់ទឹកដោះគោយើងចូលចាំឡើងតិចតិចយើងកូរវិញយើងច្បល់វារៀងហេស្ងួតតិចតិចចឹងប៉ុន្តែយើងច្បល់វា5ទៅ10នាទីអីចឹងមានដល់ដៃច្បាច់វាហើយញ៉ាំយកវាទៅទុកក្របទុក1 ម៉ោងអីមិនចាំយកមកធ្វើអាចជា4-5នាទីហើយតើឡើងរួចហើយឥឡូវយើងក្របវាទុក1 ម៉ោងមិនអីទេ4-5នាទីក៏បានដែរនេះកម្មវិធីនេះដឹងឡើងល្អតែបើមានម៉ាស៊ីនល្អមានម៉ាស៊ីនវាយអត់ហត់អូខេយើងក្របទុក1 ម៉ោងចាំយើងមើលហើយយកមកធ្វើវិញតាំងអម្លងទៅយើងទុកម្សៅយើងទៅធ្វើ snow ហើយ snow សាច់ជ្រូកចាមជាកដុលហើយមីស៊ូស្ពៃក្តោបខ្ទឹមសចាំចូលគ្នាលាយដាក់ប្រៃផ្អែមតាមចូលចិត្តពងទាសាច់ក្រកហើយពេលនេះដល់គ្រប់1 ម៉ោងជាងតិចយើងយកវាមកធ្វើឆ្កប់វាជាងខ្យល់បានយកមកខ្យល់Missed the morning glaze, but the sunlight hits in so many ways. Grabbed my shades and hit the streets, no plan.